វាសួរពុកម៉ែបងប្អូនអង្គពូមីងលោកតាលោកយាយទាំងអស់គ្នាបាទខ្ញុំបាទសុកលេនវិលជួបលោកតាយើងម៉ែបងប្អូនសាជាថ្មីបាទថ្ងៃនេះទៅជាថ្ងៃទី18ខែមេសា2026ឥឡូវខ្ញុំពងនៅឯភូមិចុងក្តោឃុំពីមអៃស្រុកឯកភ្នំខេត្តបាត់ដំបងហើយត្រង់ចំណុចកន្លែងនេះគឺទល់មុខនឹងខ្លោងទ្វារវត្តស្វាយដង្គមបងប្អូនអញ្ចឹងព្រឹកនេះគឺខ្ញុំមកវត្តស្វាយដង្គមដោយសារអ្នកមីងយុនព្រមទាំងស្វាមីហើយនឹងសាច់ញាតិបងប្អូនគាត់ហ្នឹងគាត់មានសទ្ធាជ្រះថ្លានាំយកកមកតោនហើយនឹងជាមួយនឹងបបផ្សេងមានត្រីងៀតត្រីអីហ្នឹងយកមកប្រគេនព្រះសង្ឃគង់នៅវត្តស្វាយដង្គមនេះដែលជាវត្តមួយមានព្រះសង្ឃច្រើនខ្ទង់ប្រហែលជាង100អង្គហើយជាកន្លែងដែលព្រះសង្ឃរៀនសូត្រពុទ្ធវចនៈអីមានសាលានៅក្នុងនឹងស្រេចចឹងណាជាវត្តដែលព្រះសង្ឃនៅគង់នៅនេះគឺត្រូវរៀនត្រូវសូត្រធម៌អាវិន័យបាទកិច្ចក្រមច្បាប់តាមពុទ្ធសាសនានឹងដិតដល់ចឹងបងប្អូនចឹងអ្នកមីងក៏គាត់មានសេចក្ដីថ្លានាំយកនេះមកប្រគេនអង្គហើយនឹងគ្រឿងបរិក្ខារផ្សេងទៀតចឹងខ្ញុំមកដល់មុខវត្តហើយខ្ញុំពងរងចាំឡានដឹកអង្គគេមកហើយខ្ញុំនឹងជិះចូលទៅក្នុងបរិវេណវត្តបដាហើយក៏ដាក់ជួបទិដ្ឋភាពតិចចែកជូនម៉ែបងប្អូនទស្សនាផងដែរតែនេះខ្ញុំចូលទៅក្នុងបរិវេណនៃវត្តស្វាយដង្គមហើយផ្លូវបេតុងម៉ែបងប្អូននេះដឹងថាធ្វើឲ្យពីកលខ្ញុំខានបានមកយូរឡើងស្អាតស្រួលជិះចូលទៅក្នុងបរិវេណវត្តពីមុនជាផ្លូវគ្រោះក្រហមឥឡូវអត់ទេបាទផ្លូវបេតុងចាក់ស្អាតហ្មងអូម្ដងនេះដាំតបាយច្រើនណាស់នេះតបាយច្រើនថាតបាយគេចោកថងចេះដើម្បីការពារទីមួយសัตว์ចុចចឹងបងប្អូនសាច់ជាផ្សេងអាស្រ័ងកាមនឹងចុចខូចហើយទី2ឲ្យសាច់វាសបកសាច់មើលទៅសរហួតហ្មងណាហើយទី3ហ្នឹងគឺការពារពីដីធូលីឬក៏ការបាញ់ថ្នាំបាញ់អីគឺអត់មានប៉ះពាល់ផ្លែតបាយទេបងប្អូនគឺញ៉ាំដោយសុវត្ថិភាពតបាយបែបនេះដីធំដែរមកដាំនំចិត្តតិចនេះម្ចាស់ចការមើលដិតដល់បងប្អូនមើលមានតាំងចម្បាំងទាំងអីដាក់ពូនតាមគល់ហើយស្មៅជាដេះស្អាតហើយតបាយនេះចងផ្លែគ្រប់សឹងតែគ្រប់ដើមអត់មានផ្លែណាទុកចោលទេអញ្ចឹងគាត់ទៅមើលបានដិតដល់តែនេះក្រូចបាទតែនេះក្រូចបាទក្រូចដាំទាំងគៀកគ្នាពេកក្រូចនេះចូលដីបរិវេណវត្តនេះដីបរិវេណវត្តស្វាយដង្គមអូពុកម៉ែបងប្អូនអើយខ្ញុំខានបានមកយូរដែរណែមើលមានសួនមានអីឡើងស្អាតឥឡូវនេះមានសួនអីឡើងស្អាតកគេមកដល់ហើយកគេមកដល់ហើយអ្នកមីងបាទអ្នកមីងជើញមកនេះម្ចាស់ទៀនបាទមកហើយអ្នកមីងយុនអត់ទៅលពូខ្ញុំភ្លេចឈ្មោះគាត់លពូណាលពូអូវ៉ាន់នីអត់នេះតែគ្រូសាមីងបាទឈ្មោះរិទ្ធីអូលោកគ្រូរិទ្ធីបាទហើយនេះម្ចាស់ទៀនបាទហើយកមកតោននេះដឹកមកដាក់អង្គនៅវត្តប្រា5 10គីឡូអូតៃប៉ា15គីឡូត្រីប្រាសំយកបាទប្រៃហើមគេប្រៃហើមហ្នឹងប្រៃហើមញ៉ាំមួយបត្រូវបពេលព្រឹកឆ្ងាញ់មកនេះបងក្មួយអ្នកមីងបើកិនបានស្អែកយើងយកទៅវត្តស្ងាត់ដែរបាទអូនបានអ្នកមីងបាទអូននិយាយថាទាំងអស់41ក្រុងអីទៅអញ្ចឹងមួយក្រុងទុកនោះបាទមានតែពេលអត់មានកោគ្រាប់នេះកមកតោនមួយក្រុង25គីឡូហើយប្រភេទកផ្កាម្លិះកផ្កាម្លិះ
បាទ ឃើញត្រេកប្រាំងដល់ចុះទៅមកមានកងមកក្រោប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 វាមាន ដល់ថ្នាក់រងកមកក្របរួមមី មកអងនោះស្មៃគឺលើកកោ អូ បានចាក់ស្ដែងដែលថាបានបងប្អូនមកចាប់អ្នកផលជាមួយខ្ញុំនឹងឃើញឲ្យឃើញភាពជាក់ស្ដែងទាំងអស់គ្នាកុំឲ្យថាអត់មានឃើញអីសោះណានេះហើយភាពជាក់ស្ដែងចាំតែប្រសង់មកដើម្បីវេប្រគេនប្រសង់ហ្នឹងហើយសូមបងប្អូនអនុមោទនាទៅចាំរួចចាំទទួលអ្នកផលអរគុណច្រើនអរគុណក្មួយមកផ្ទាល់នេះមួយសុកលីន បាទបាទអរគុណអ្នកមេងបាទដូចគ្នា តាម Facebook ឥឡូវនេះបានមកជួបមួយផ្ទាល់ បាទបាទបាទអរគុណមីងលោកពូ គូលតលេងនៅនេះរាំងរស័យសាលារៀនរាំងរស័យបើអត់មានជាប់កម្មវិធីអីខ្លាំងអត់អីលើ អូនេះអូនៅមានសៀងនេះតៃប្រាបាទ ត្រីប្រា15គីឡូ 15គីឡូបាទ15គីឡូ សៀងនោះថាយកមក2ដង តែមួយទៀត អេអត់ទេអានេះអត់ខូចអានេះអត់ខូច អូវាធំមិនឯអ្នកមីងអត់ ធំក្លិនដូចជា មិន ចង់ ជួយហា អូ ត់ ន នេះមើលអូនជួយហាត់មើលវិញអញ្ចឹងដែរបើគាត់នៅនោះគាត់ដែរ 10គីឡូ 15គីឡូអូឆ្ងាញ់ណាស់នេះ ហ្នឹងហើយជាមួយកប បបពេលព្រឹកព្រះអង្គហាន់នេះពេលព្រឹកបានចិត្តតិចនេះ ហើយថ្មីទៀតនេះគេហាលឡើងស្ងួតប្រគេ អូ1គីឡូម៉ានអ្នកមីងអាត្រី អា នេះ នេះលើ3កង10000គីឡូ18000ជិត5 10គីឡូ180,000នេះ ចាចា បាទ1គីឡូ18,000អូ ស្រាគៀនក្តីជិនដល់ខាង អូនេះ នៅសរុប អូឥឡូវ50អង្គហ៎ អង្គ អូឥឡូវនៅ50អង្គនេះស្អីជុនហ្នឹង ដល់ជួកងវិញ ហ្នឹងហើយដល់ពេលដែលព្រះអង្គមុនចូលកងវិញមករៀនវិញមិនច្រើន50អង្គចឹងណែ អូលោកដែលទៅរៀនតែទៅវ៉ាកងទៅជួបជុំម្ដាយ អូ ជួយងាជួយឆ្នាំចូលឆ្នាំចេះលោកវនមកតាមវត្តតាមខេត្តនោះ អូបាទ ហើយលោកវត្តអត់ទៅវ៉ាកងតាក់បាយលោកឆានផងអូយសบายចិត្តចាចង់ណាចាំទៅណា អូ នឹកញោហើយមីមកលើកមុនណាចានឹកញោចាំពេលដែលលោកមុនទៅប្រឡងទៅថ្មគោល បាទ ចឹងទៅលោកបើសិនជាមកលេបតែមួយថ្ងៃស្ងាត់ឈឹងបាត់ អូ ចាំបានទេចា អូ ខ្ញុំមកចេះថាស្អែកឡើងលោកមុនទៅថាអូអញ្ចឹងបានចូលរួមណាអត់បានថាចិត្តវ៉ាកងនៅសល់ពី3ថ្ងៃទេវ៉ាកងលោកអត់ចង់ឆាំអីទេ នឹកទឹកទៅផ្ទះ ណានឹកណានឹកញៀនញោ ចុះដែលមុននឹងវ៉ាកងលោកម៉ានអង្គវិញ ជាង100ដែរ ហើយជា100ម៉ាន100ស្ដើងឯង 117លេចា100មក117 108ដែរ អូ1708អូ ចិត្តផ្ទះញោ150 អូបាទ នេនច្រើនណាស់ហើយបងជីវរតាមមកចកេះនឹងមានអាប៉ះផងមានអាឡើងចាស់ក៏មានអីក៏មានដែរចាស់ក៏មានបងជីវរតាមមកគាត់មកឈុតទេខ្ញុំអត់មានពីផ្លាស់ផងចា មីងកាយចង់ភៅឲ្យមើលការខុសត្រូវគ្រប់អស់មកប្រសងបងឯង ខ្ញុំយារចាក់នៅកាន់លុយចង្ហាន់លោផង អូ ត្រូវនៅក្នុងលោកត្រូវការអីយកប្រកេនលោកទៅ ចុះព្រះអង្គអាពេតច្រើនដែរនៅវត្តនេះ 2ឆ្នាំនេះអត់ទៅអាពេតទេ អូ ព្រោះឯងខ្ញុំមិនទៅដល់ឆាន់សัตว์ទេណាឆាន់តាត្រីជា អូ ត្រី ត្រី មើលតាមហឺយីសៅនៅលោកគាត់ឯងតាច់មន់តិចមន់ហើយពោកន្លោះបងអើយវត្តចិត្តទេយើងហៅវត្តអីគេកន្លែងវត្តតលាវឈ្មោះវត្តអី ធម្មការាម ខ្ញុំអារាមវត្តនេះវត្តឡាកែទេ មុខវត្តមុខទីពេទ្យ ទីពេទ្យធម្មការាមធម្មជាតិទេវត្តហ្នឹងប្រយុទ្ធ បាទនេះរៀបចំសាថ្មីមុននឹងខ្ពស់ពេកបាំងភ័ក្រព្រះអង្គបាទតាមមកជើញបាទនេះបាទហើយរៀបចំប្រកេនហើយនៅអង្គមកតោន
bộ ông đại diện đồng nang về xong này vọt hoài cùng cứ sốt đam hay miền miền Thanh Nam ở chất đấy mình chất rồi và cháy cháy nó chặt chẽ và thực hành ít chia cái chay chia cái chay chay cũng rất là bộ cái nó ra cái tới sinh tập thì chậm và soi chăm và xong thấy buôn đôi là hai phi mờ buôn đôi là buôn đôi đó là có bên chơi gần chơi gần xong là mà chỉ bật phong nhầm tất cả là thì làm được cha là cầm cả có tập hạ xong của cô là chỉ vì những chặt cái càng đi làm ăn của viên xong thì vẫn phải cũng xong phơi dịch đây quen nọ con mà giang quen lên của vô thầy để mà từ một nông vô có smart đam chế trực thành bài bên một xong nghe là đầu châu con mình đấy từ chùm nôn ai tham mà rồi trong mà rồi sang sập on trong nhóm bàn cho phim rồi sang tại vì tiền miền co miền tây trong tiền kỳ liên là phải sự chia từ nămสำหรับเชียร์บ้านคือตัวเรานี่เจอเราแคสไฟจังสามณะสักได้bị khổ đủ đây cứ được chăn phai tới miền ở phía trên nhóm miền năm cái đi làm việc thực hiện xongรับtộc cả những tờ chân vào chân năm chân thế sự kiện tiền còn ấy cứ mà chặt chẽ từng lúc cùng rong chân chân từng lúc cùng rong chân chân và xong đang có còn sức xa đến số thì đi thì pro pre xong đây một một tin ấy cứ lột một con sặc xa đến sâu cho một khúc nè ai quật dột một cái cứ mà hai nâng trùng cả đi và xong trùng bóng đồ cha là cầm cá trên nét tụt túc chia miệt đá về đá tí pì hai ông cục mặt đai được dột một nhờ nó pì một năm tôi một năm có quật ở bàn có ba na chiềng có mà về rồi có phải chạy xongรับcoi mà chân chiềng lục bồn tại biết ông khác mà khai đọc mơn mà thầy mơn cứ phải chạy bồn tại bàn bằng phải xong để xa tụt tạ đồng bay chân bồn bồn này ở nông chụp nói người tê tay mà lời cụ tệ họ và sân chia con nhôm tổ riêng nó sẽ là thay nhôm sắt đậm trôi thay cừu thay người từng học mẹ đấy không có đọc về mà nó cứ ở đây cứ phải chạy bồn tại bàn một cứ mà bèn tre tổ cừu smart chânมันบานเจริญแต่มาแค่นั่งมาไพ่ดอลลาร์นั่งสำหรับลงชันกาแฟเป็นลงตัวเรนไปชันเทสเจจังตัวจังจำในซอลคือมาจิเจมโกนซักแต่ออกออกเงินปีมาชนะตัวมาชนะในการแปลงศึกษาคือทำไปเตียตีนจำนำอารมณ์การศึกษาเรียนโซ่ตัวพอสำนักสาไปปีมาชนะตัวมาชนะตัวฟังวัดไฟกุ้มแต่นมเจในปีเป็นวัดการไปชนะปีปันมาไพ่โบนคือลูกครูจับการในการเพจวัดคือตลอดจวบปลายสังสกฤตคือตูเต็มประเทศคือบันสำนักหนักเล็กมูลปลายสังสกฤตคือเต็มประเทศจวบสำนักหนักเล็กมูลไทยเราไปชนะปีปันมาไพ่ปรามนี้คือไงตีเราผมไปแพ้มากราเนาะคือสามนักซักปลองสำเร็จโตเลยตีใบบันสำนักหนักเล็กปีcòn trong vật phải cũng từ bằng pre nông dòng ở trên lực khí kết dụng một chuồn vật cực cao trong cuồng này hay pe palong play rong nó sẽ là tất cả một chia lại ứng cuồng vật vô yếu còn vật phải cũng miền cho mình đặt lệ nằm phát các bàn lệ mồi chia đặt đầm lệ về chỗ đó nên cứ cả bằng pre hay cả bằng pre những cứ bàn phải chạy buồn vì nhóm chỉnh chêm một mặt cột cuồng cứ chia cầm lăng lên kịch chặt bỏ lộ chân nhóm còn miền chừng này mũi trôi chỉnh chêm mà pro mà ở bàn tập tết na ấy bàn co mà bê mới chỉnh chêm bàn đầm mà đòn tên men tê rồi ngày tết chân bên nhóm nom dùng co nâng mô của kem mà chặt chơi chỉnh chêm nó cứ coi mà phiền nâng miền cầm bò tết còn mình sau kịch chả pro mặt ngày chừng này từ 50
គីឡូចឹងព្រឹកទាំងថ្ងៃត្រង់អាចថាជិត100គីឡូពេលលើប្រសងកំពុងសិក្សារៀនសូត្រច្រើនចឹងញោមឃើញកនឹងច្រើនខ្ញុំថាលោកម្ចាស់មានកច្រើនឲ្យគ្រប់គ្រាន់គឺអត់ទេនៅពេលដែលចូលមក100អង្គភ្លាមគឺចាប់ផ្ដើមស្រកមួយថ្ងៃស្រកទៅមួយថ្ងៃស្រកមើលហើយមួយខែពីមួយខែទៅមួយខែគឺស្មើតែងតែចូលទៅកណិតអង្គក្នុងភ្លាមតើអាចរត់រួចមួយឆ្នាំនឹងតែអត់បើថារត់អត់រួចនឹងធ្វើការឃោសនាស័ព្ទតាមបណ្ដាញសង្គម Facebook តាម page វត្តនេះអញ្ចឹងថ្ងៃនេះញោមបាននាំយកអង្គនៅពេលមួយតងព្រមទាំងបច្ច័យ100ដុល្លារនិងចង្ហាន់ត្រីព្រមទាំងឆ្នាំសម្រាប់តែរោគចឹងពេលបានមកខ្ញុំលោកបានជាកំណោនេះលើកទី1លើកទី1អត់ស្គាល់មកគ្រាន់តែបានជាបច្ច័យនេះគ្រាន់តែបានដល់លើវិបត្តិមកស្រួលដល់ស្រួលលើមុនមកលើគីឡូខ្ញុំអញ្ជើញមកពីខាងដូនទាវឬក៏មកតាមផ្លូវដូនទាវបើខ្ញុំអញ្ជើញទៅវិញខ្ញុំទៅតាមផ្លូវនេះចាញ់ពីមុខវត្តឡើងខ្ញុំស្គាល់វត្តឯករាំងសៃនៅរិនរាំងសៃនៅរិនរាំងសៃពីចេញចេញវត្តណាតែស្រុកតាមនឹងស្គាល់ផងនឹងស្រោនចឹងស្រោនចឹងដូនទាវនឹងយកអត់ដល់អត់មានអត់ស្រោនដល់បងនេះគេចាក់កៅស៊ូមកនឹងត្រង់ព្រៃចាក់គ្រូឡើងពីតោនេះចូលកាឡាគេទៅចាក់អញ្ចឹងចេញទៅដល់ចាញ់ទៅតាមព្រៃក្រូចទៅតាមដូនទាវញោមគាត់បើបានគាត់បាទអូខេណាតែកងអ្នកស្គាល់ហើយគាត់ដើរច្រើនគាត់ស្គាល់ចាប់ការនឹងលោកទៅធ្វើបន់ជាមួយញោមប្រុសស្រីនៅផ្ទះហើយស្មាពីអង្គគឺផ្លាស់វេនគ្នាគឺថ្ងៃទី12ស្មាទៅមុនចូលឆ្នាំទៅធ្វើបន់ជាមួយញោមប្រុសស្រីមុនប្រសំទៅគេជំហានជាមួយញោមប្រុសស្រីនឹងទៅហើយដល់ពេលស្មាទៅឲ្យលោកមួយយាមវត្តនេះស្មាទៅស្មានៅលោកទៅស្មានៅយាមវត្តបើទៅទាំងពីរគឺអត់បានទេចែកវិញកូននៅក្នុងវត្តនេះអត់ត្រីនេះឆៅអត់ពីគេបាទគឺត្រូវទៅអូឲ្យញោមយកចាក់កាត់ចាក់ចែងបាទអូសាច់ចម្រើនអរគុណច្រើនមកសាច់នំទៅគ្រប់បែបយ៉ាងគឺស្មានអ្នកចាត់ចែងចាត់តុបនទៅអីគឺនោះស្មានអញ្ចឹងវាច្រើនអញ្ចឹងទៅដល់ពេលឡើងខំហ្នឹងកាន់តែពិបាកអញ្ចឹងគល់ឲ្យលោកតួនាទីជាពុកម្ដាយជាពុកជាពុកផងម្ដាយផងពុកមិនមែនកូន2 3ណាកូនចូល100អងជាងពេលចូលរេនវិញគឺផលវិបាកនៅពេលភ្លៀងធ្លាក់គឺផ្ដាសាយគឺឆ្លងគ្នាព្រមមកបន្ទប់នៅ4អង្គ3អង្គថាផ្ដាសាយ1អង្គគឺឆ្លងគ្នារហូតអញ្ចឹងទៅផលវិបាកខ្លាំងជាអត់ផុតទៀតណាយកទៅពេទ្យស្រុកហ្នឹងមិនមែនឈឺតែលោកទេណាញោមអ្នកស្រុកគេឈឺដែរអញ្ចឹងបន្ទប់សម្រាប់លោកវាអត់មានអញ្ចឹងទៅពេលខ្លះក៏យកទៅពេទ្យឯកជនក៏ត្រូវចំណាយថវិកាដូចស្មារជំរាបជូនថាពុកម្ដាយយកមកផ្ញើមួយឆ្នាំទៅមួយឆ្នាំមិនដែលផលមិនសួរមិនដែលមកសួរសុខទុក្ខកូនទេអញ្ចឹងទៅដោះស្រាយវិបត្តិខ្លួនឯងរហូតអត់តែញោមប៉ណ្ណឹងច្រើនឯងកោបាទបេងគាត់ចែកជូនបាទចុងភៅចែកជូនអីជូនចុងភៅអ្នកតិចបាទអូហារបាយអស់គ្នានៅបាទអូពូមើលម៉ានអ្នកទៀតអ៊ំម្នាក់អ៊ំបាទជូនអ្នកតិចទៅពេញឯផ្សារផុសចូលឆ្នាំបាទ
បាទ សាធុឯទៅវត្តស្លាកែកនេះទៀតជូនបនជូនកសលផងតែខ្ញុំបានធ្វើដាក់អ្នកផលថ្ងៃនេះសូមជូនបនអនុមោទនាបនខ្ញុំផងណា បាទសម្រាប់បរិវេណវត្តគឺស្អាតច្រើនម៉ែបងប្អូននេះវត្តស្វាយសង្គមអញ្ចឹងខចែកជូនម៉ែបងប្អូនទស្សនាបន្តិចបរិវេណវត្តជាងមកហើយបាទថតតិចសាលានេះសាលាពុទ្ធកបឋមសិក្សាវត្តស្វាយសង្គមនេះខ្ញុំឆ្លាញ់វត្តស្វាយសង្គមពេលវេលាបាទពេលវេលានេះកាលចុះសីមាខ្ញុំធ្លាប់មកចូលរួមចាំទីបឹងចុះសីមាដែរហើយខាងនេះគឺមានទីតាំងថ្មីសួនហើយមានព្រះអង្គគង់នៅខាងគង់ឈរនេះព្រះអង្គគង់ឈរអាកូននេះមានសួនអីស្អាតត្រឹមត្រូវអញ្ចឹងណាហើយខាងក្រោយនោះក៏មានស្រះទឹកដែរនៅខាងក្រោយនោះមានការផ្លែកច្រើនណាវត្តស្វាយសង្គមឥឡូវរៀបចំបានស្អាតហើយសំបីផ្លូវចូលសុទ្ធតែផ្លូវបេតុងទៀតផ្លូវចូលងាយស្រួលហើយវត្តនេះចំប្រសង់ច្រើនអង្គមែនទែនវត្តឥឡូវខ្ញុំចេញទៅវិញណាម៉ែបងប្អូនចេញទៅវិញតបចេញពីខាងវត្តស្វាយសង្គមមកគឺមកខាងវត្តស្លាកែតមកវត្តទៀតក៏មានកមកតោនហើយមានត្រីងៀតប្រាហើមអីដូចនៅខាងវត្តស្វាយសង្គមអញ្ចឹងនេះពងរងចាំអ្នកដឹកអង្គហ្នឹងគាត់មកដល់ដើម្បីប្រគេនព្រះសង្ឃនៅក្នុងវត្តស្លាកែតនេះតទៀតអញ្ចឹងសូមចូលទៅខាងក្នុងមួយខ្ញុំអស់គ្នាអូលោកខ្ញុំមកតាមក្រោយនោះបងហើយអ្នកមីងគាត់ជើញមកដល់មុនហើយអ្នកមីងជើញមកដល់មុននេះតានគាត់មកដល់មុនហើយខ្ញុំមកតាមក្រោយព្រះអង្គមុនមកពីបិណ្ឌបាតវិញបែកញើសអស់ហើយទៅនេះសំបីតែចុងភៅក៏មានរចនាសម្ព័ន្ធវត្តបាទចុងភៅមើល2 4 6 8 10 12នាក់11នាក់ហើយ12នាក់ទាំងប្រធានបាទនេះប្រធានក្មេងជាងគេហើយពីហ្នឹងគាត់តែចំណាស់ទាំងអស់ហ្នឹងបាទនេះព្រះអង្គមុនមកទៀតនេះអង្គមុនមកវិញទៀតនេះបានអីខ្លះមុនពីបិណ្ឌបាតមកវិញដែរអូបាទក៏ទៅរៀនលើកទី1អញ្ចឹងមានបាត់ដំបងហ្នឹងខ្ញុំអត់ដែរមកណារកឃើញតាម YouTube ដែរឃើញកសាងកុដអីហ្នឹងបាទអញ្ចឹងទៅណាចាំមួយជួយលើកវត្តហ្នឹងចុះមកជួយទៅថាប្រសំច្រើនជួយអង្គជួយអីដល់ច្រើនមែនច្រើនមែនអូនេះកូនសិស្សលោកដើរយឺតជាងគេទូចហ្នឹងកូនសិស្សលោកនេះនៅនេះមានសាលាពុទ្ធកបឋមសិក្សាភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងបាត់ដំបងមានសាលារៀននៅក្នុងវត្តនេះសកម្មភាពរបស់ព្រះសង្ឃនឹងការចាប់ផ្ដើមកសាងមហាកុដិកម្ពស់3ជាន់ក្នុងវត្តសវណ្ណបារមីស្រីធីតារាមហោស្លាកែតបាត់ដំបងកុដិខាងក្រោយនោះមហាកុដិកម្ពស់3ជាន់នោះម៉ែបងប្អូនខាងក្រោយនោះមហាកុដិកម្ពស់3ជាន់អញ្ចឹងខាងមុខនេះព្រះវិហារវត្តស្លាកែតហើយខាងក្រោយមហាកុដិ
chẳng nơi đi chợ nè cho một cái này cái ní đi lại cho nào thầm pón càng nghe vào cái nãy cầm một cá vót phù văn bà làm mấy sẽ làm ta mình cái để làm lại chuyện bỏ ra tao bà còng rồi cả tay tăng cái nãy cầm cá vót phù văn bà mấy xây chỉ đà làm lại cho nào thầm pón này miềnประเทศอนุประเทศទី1អនុប្រធានទី2មានសមាជិកហើយមានលេខទូរស័ព្ទអស់បាទម៉ែបងអញ្ចឹងវត្តគឺមានរចនាសម្ព័ន្ធត្រឹមត្រូវ ថ្ងៃនេះកាលណាបានពីជីវច័យ100ដុល្លារយ៉ាងខជាមួយតោនត្រីប្រាសំយឹង15គីឡូព្រមទាំងសៀងមួយដបដូច្នេះហើយថ្ងៃនេះគឺជាលើកទី1ដែរមកបាត់ឃើញតាម YouTube ទេអញ្ចឹងទៅបានឃើញថាព្រះអង្គមានថាដូចថាជួយដល់កូនរបស់ពុទ្ធបរិស័ទច្រើនថាបានមក បួសរៀន នៅក្នុងវត្តច្រើនអង្គដូច្នេះហើយក៏ត្រូវការច្រើនដូច្នេះនាងខ្ញុំព្រមទាំងគ្រួសារនិងមិត្តភ័ក្តិទាំងអស់បានចូលរួមជាអង្គដើម្បីជួយឧបត្ថម្ភដល់សង្ឃបានគង់នៅជាច្រើនតែ200អង្គគុណ100ជាង100កាយច្រើនអស់ក្នុងច្រើនជាងវត្តស្វាយដងគុំទៀតសូមបងប្អូនទាំងអស់ដែលថាជាមិត្តភ័ក្តិជាបងប្អូនដែលថានៅឯនាយសូមឲ្យបានឃើញនេះជាភាពជាក់ស្ដែងក៏បានមកដល់វត្តហើយបាននៅចំពោះមុខព្រះសង្ឃព្រមទាំងគណៈកម្មការបានឃើញភាពជាក់ស្ដែងហើយសូមទាំងអស់គ្នាអនុមោទនាទទួលយកមគ្គផលដែលបានចាប់មគ្គផលរួមគ្នាក្នុងថ្ងៃនេះសូមទាំងអស់គ្នាសប្បាយចិត្តនឹងទទួលមគ្គផលចំណេញហើយព្រមទាំងញាតិកាលទាំងអស់ឲ្យទទួលយកមគ្គផលផងដែរហើយខ្ញុំក៏មិនសូវចេះនិយាយណាដែរសូមអរគុណបាទសាធុអង្គមកតោនបាទត្រីបាទអង្គមកតោនមានត្រីប្រាហើម15គីឡូ លោកពងរទ្ធីនិងភរិយាពងយន្តនៈបាននាំទេយទានមានអង្គ1តោនព្រមទាំងត្រីទៀត15គីឡូសៀង1កដងហើយនៅក្នុងឱកាសនោះចូលរួមចាក់ទុកបច្ច័យចំនួន$100ដើម្បីប្រើប្រាស់ក្នុងវត្តសវណ្ណបារមីត្រីធីតារាមអាវត្តតាកែទីរួមក្រុមខេត្តបាត់ដំបងក្នុងឱកាសនេះក៏សូមបញ្ជាក់ទានប្រត្រីគ្រប់រូបនៅក្នុងឱកាសនេះក៏សូមត្រេកអរកងការមហាសន្និបាតផងបញ្ជាក់ទានហើយមួយចំណែកទៀតក៏សូមបន្ទើដល់បុព្វការីជនរបស់បញ្ជាក់ទានមានណាបៃតាជីដូនពិតាគ្រូឧបជាយាយចាញាតិកាក្នុងសង្សារវត្តសម្បត្តិញាតិទាំងអស់នោះចូលត្រេកអរផងអំពីបញ្ជាក់ទានហើយក៏សូមបានដល់សេចក្តីសុខចម្រើនដើម្បីអានខាងហើយសូមអនុមោទតែនេះទាំងនោះទានណាក្នុងការកសាងមហាវត្តសូមអនុមោទតែនេះព្រះសង្ឃបច្ចុប្បន្នសល់ប៉ុន្មានអង្គបង បាទ ប
Bạch Thoáng á, Bạch Bón. 30 អង្គជាង Ờ, sao ông chiêng. ដែលខែ Ờ, lời này, lời. Ngày này, dây ngày này rồi. យើងទន់ជ័យសូត្រដល់ពេលនេះប៉ុន្តែចាប់ពីថ្ងៃនេះទៅកូនម្ចាស់ដែលនៅក្នុងសិក្សារៀនសូត្រកូនចាស់នឹងត្រឡប់មកវិញបាទត្រឡប់មកបដើវិញហើយអញ្ចឹងទេនៅក្នុងការចូលរៀនវគ្គខែ5ថ្ងៃទី5នេះប្រហែលអស់គឺ200ជាង 200 chiêng.នេះដោយសារនេះវិសមការព្រះអង្គថប់សម្រាប់ បាទក៏អត់ទាន់ត្រឡប់មកវិញទេប៉ុន្តែចាប់ពីថ្ងៃស្អែកខាងស្អែកនេះគឺលោកម្ចាស់នឹងត្រឡប់មកវិញហើយ អូបាទបាទបាទ អញ្ចឹងគាត់ស្លាកកេតនេះគឺមានប្រសំច្រើនណាស់ណាចាប់ពី200ជាង 200 chiêngឡើង គុណចាស់បើកវគ្គសិក្សាវិញនៅថ្ងៃទី5ខែ5 និមន្តមកពីខាងណាคะ អូក្រុមខេត្តក្រុង គ្រប់ខេត្តក្រុងហ៎ បាទបាទ អូបាទបាទបាទ សូមពុទ្ធបរិស័ទបានជាតំណែងដើម្បីជួយឧបត្ថម្ភ ហ្នឹងហើយជួយឧបត្ថម្ភគ្រប់គ្រងទៅណា បាទ គឺវត្តសវណ្ណបារមីស្រីធដារាមហៅវត្តស្លាកេតទីរួមក្រុងខេត្តបាត់ដំបង បាទបាទ ខែ5ថ្ងៃទី5នេះប្រគុណម្ចាស់បើកវគ្គសិក្សាថ្មីចុះប្រសង់គឺ200អង្គជាងហើយទៅណាដល់វគ្គហ្នឹងទៅណា អូសាធុសាធុសាធុ អរគុណច្រើនបងបាទណែ ស្មានស្វ័យដល់គុំនោះនៅសៀមរាបតែហើយគឺមកមើលទៅតាម YouTube ទៅដល់ពេលនៅថាគុំនៅក្នុងខាងនោះទេតែទៅបានជួយហើយបានខកអ្នកទាំងអស់គ្នានៅនោះធ្វើពីសម័យខ្លះហើយស្មានតែចាស់អនឡាញមើលឃើញខុសគ្នា មើលរូបផ្សេង មើលរូបខាងក្រៅផ្សេង ប្រធានចុងភៅ ไม่จงភៅ ไม่ได้ខ្ញុំប្រធានគណៈកម្មការប៉ុន្តែខ្ញុំតតែខ្ញុំជួយការ អូប្រធានគណៈកម្មការអូបងប្រធានអាចារ្យបាទ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 អូបាទសុទ្ធតែអ្នកមានសមត្ថភាពបាទអរគុណច្រើនជម្រាបលាបាទអាន អូឆ្ងាញ់ដែរ បាទឥឡូវកម្មវិធីប្រកេនតហើយតយធោអីបាទដល់ប្រសងវត្តស្លាកែតតហើយនេះអ្នកមីងត្រឡប់ទៅវិញដែរបាទនេះវីដេអូវគ្គមួយសូមចប់តែប៉ុណ្នេះ មើលឲ្យរីករាយដែរណាបានជួបអតីតមួយដល់មកគាត់ធ្វើគ្នាតាម YouTube ណា បាទបាទ ផលជាមួយគ្នាបានម្ដងដែរតាម YouTube ណានេះបានជួបគ្នាពីម្សិលមិញហើយថ្ងៃនេះគឺលើកទី1 ឯនៅស្អែកទៀត ស្អែកទៀត បាទស្អែកទៀតបានជួបគ្នាតាម YouTube មាននិស័យបណ្ដោយ មាននិស័យ ហើយលើកមុន មានការខុសត្រូវឲ្យសំខាន់ណា អូយមានការខុសត្រូវអីអរគុណច្រើនមីង ច្រើនចា៎ អត់ទេរុះរេមីងរេហើយ មានការរាក់លើខុសឈោមអីក៏មិនខាត់ បាទ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  ហើយដល់ក្តៅពេកស្រាប់ថាបើកភ្លេងមួយទេចាក់ទៅទៅខាង ក្តៅលោកឆាន់បាទលោកឆាន់នេះបាទ យ៉ាងស្អែកជួបគ្នាណា បាទមីងបាទអរគុណបាទអរគុណលោកគ្រូអរគុណស្អែកជួបគ្នាទៀតបាទ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 អរគុណបាទជម្រាបចឹងវីដេអូវគ្គ1បាទសូមបញ្ចប់តែប៉ុណ្នេះពុកម៉ែបងប្អូនចឹងរងចាំវីដេអូវគ្គ2សុផោទៅបណ្ណាល័យនៅអនុវិទ្យាល័យទាំងកសីបន្តទៀតជម្រាបលាបាយបាយ